នៅក្នុងភូមិត្រពាំងទឹកដែលនៅជាប់នឹងប្រឡាយទឹកដ៏វែងមួយមានក្មេងប្រុសពីរនាក់ឈ្មោះសីហានិងរិទ្ធសីហាគឺជាកូនច្បងគ្រួសារក្រីក្រម្នាក់ឪពុកម្ដាយធ្វើស្រែនិងចិញ្ចឹមត្រីនៅបឹងតូចមួយរីឯរិទ្ធវិញជាកូនគ្រួសារអ្នកមានទ្រព្យបន្តិចបន្តួចឪពុកធ្វើជាគ្រូបង្រៀននៅសាលាក្នុងភូមិនេះចំណែករិទ្ធវិញដែលតែងតែតាមឪពុកទៅសាលាបានឃើញសីហាកំពុងលុតជង្គង់រើសឈើហើយក៏សួរថាឯងរើសឈើយកទៅធ្វើអ្វីនឹងចៃដន្យពួកគេជួបគ្នាលើកដំបូងនៅពេលរដូវប្រាំងឆ្នាំមួយថ្ងៃនោះសីហាកំពុងដើររើសឈើស្ងួតនៅព្រៃក្បែរភូមិដើម្បីយកទៅដុតភ្លើងចម្អិនអាហារសីហាក៏ក្រឡេកមើលហើយឆ្លើយដោយសំឡេងគួរឲ្យស្រឡាញ់ថាខ្ញុំរើសយកទៅបង្កាត់ភ្លើងដាំបាយហើយចម្អិនអាហារព្រោះផ្ទះខ្ញុំគ្មានចង្ក្រានកាសទេរិទ្ធក៏មិននិយាយអ្វីតទៅទៀតគាត់ក៏បានជួយរើសឈើជាមួយគ្នាពីថ្ងៃនោះមកពួកគេក្លាយជាមិត្តនឹងគ្នារៀងរាល់ព្រឹកព្រលឹមសីហានឹងមកយករិទ្ធទៅស្ទូចត្រីនៅបឹងហើយរិទ្ធក៏នាំសីហាទៅរៀននៅពេលល្ងាចដោយសារសីហាមិនមានពេលទៅសាលារៀនពេលព្រឹកព្រោះគេត្រូវជួយឪពុកម្ដាយធ្វើស្រែពួកគេតែងតែចែករំលែកនៅអ្វីដែលល្អពីគ្នារិទ្ធចែកអាហារថ្ងៃត្រង់ដល់សីហារីឯសីហាវិញបង្រៀនរិទ្ធពីរបៀបចាប់ត្រីរបៀបឡើងដាំត្នោតនិងរបៀបហែលទឹកនៅទន្លេដែលមានចរន្តទឹកហូរយ៉ាងខ្លាំងថ្ងៃមួយរដូវវស្សាធំមកដល់ទឹកហក់ឡើងខ្ពស់ស្រែរបស់គ្រួសារសីហាលិចទាំងអស់គ្មានសល់ឪពុករបស់សីហាក៏ធ្លាក់ខ្លួនឈឺធ្ងន់មិនអាចធ្វើការបានសីហាត្រូវចេញទៅរើសការក្រៀមនៅក្នុងព្រៃដើម្បីយកទៅលក់នៅឯផ្សាររិទ្ធដឹងរឿងនេះគាត់ក៏យកសៀវភៅរៀនមួយក្បាលនិងខ្មៅដៃមួយយកទៅឲ្យសីហាហើយសរសេរសារខ្លីៗថាសម្លាញ់ខ្ញុំមិនអាចជួយអ្វីបានច្រើនទេមានតែសៀវភៅហើយខ្មៅដៃទុកសម្រាប់រៀនចូលឯងកុំបោះបង់ការសិក្សាឲ្យសោះណាមួយឆ្នាំក្រោយមករិទ្ធបានប្រឡងជាប់ថ្នាក់ទី9ហើយត្រូវទៅរៀននៅឯទីក្រុងរីឯសីហាវិញក៏នៅតែជួយឪពុកម្ដាយធ្វើស្រែជាប្រចាំពួកគេមិនបានជួបគ្នាជាញឹកញាប់ទៀតបានទេរិទ្ធសរសេរសម្បត្តិមកសីហាមួយខែម្ដងរៀបរាប់ប្រាប់ពីរឿងរៀនសូត្ររឿងសាលានិងរឿងថ្មីនៅឯទីក្រុងចំណែកឯសីហាវិញក៏ឆ្លើយតបដោយសរសេរប្រាប់ពីរឿងក្នុងភូមិរឿងបឹងនិងរឿងត្រីដែលចាប់បានហើយប្រាប់ថាខ្ញុំនៅទីនេះរងចាំឯងត្រឡប់មកវិញអស់រយៈពេល1ឆ្នាំកន្លងផុតទៅរិទ្ធមិនបានត្រឡប់មកភូមិទេព្រោះត្រូវរវល់រៀនសូត្របន្ថែមរីឯសីហាវិញក៏ចាប់ផ្ដើមគិតថារិទ្ធប្រហែលជាភ្លេចខ្លួនហើយមើលទៅបានជាមិនមកលេងស្រុកសោះថ្ងៃមួយរិទ្ធបានមកដល់ផ្ទះសីហាដោយមិនបានប្រាប់ណានាទាំងអស់ឪពុកម្ដាយនិងសីហាញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញរិទ្ធមកដល់នៅពេលពួកគេទាំងពីរនាក់ជួបគ្នាក៏បានទៅអង្គុយលេងហើយរិទ្ធក៏បានយកសៀវភៅមួយក្បាលដែលគាត់បានសរសេរហើយនិងសៀវភៅមួយក្បាលទៀតគឺសៀវភៅគណិតវិទ្យាមកបង្ហាញសីហារិទ្ធ
ក៏បានរៀបរាប់ប្រាប់ទៅសីហាថាខ្ញុំរៀនគណិតវិទ្យានិងវិទ្យាសាស្ត្រដើម្បីថ្ងៃណាមួយខ្ញុំនឹងអាចជួយភូមិគ្នាបានខ្ញុំចង់សាងសង់ស្ពាននិងប្រព័ន្ធធារាសាស្ត្រដើម្បីកុំឲ្យស្រែអ្នកភូមិរបស់យើងត្រូវលិចលង់ទៀតសីហាឮដូច្នោះក៏រំភើបចិត្តយ៉ាងខ្លាំងហើយញញឹមព្រមទាំងទឹកភ្នែករលីងរលោងផងដែរចំណែកឯរិទ្ធវិញគាត់បានមកចាប់ដៃសីហារួចនិយាយថាឯងគឺជាមិត្តភក្តិខ្ញុំរហូតដល់ថ្ងៃស្លាប់ពីថ្ងៃនោះមកពួកគេបានធ្វើការរួមគ្នារិទ្ធបានបញ្ចប់ការសិក្សាហើយត្រឡប់មកភូមិវិញដើម្បីធ្វើជាគ្រូបង្រៀននិងជួយសាងសង់អ្វីៗជាច្រើននៅក្នុងភូមិរីឯសីហាវិញបានក្លាយជាអ្នកដឹកនាំក្រុមយុវជននៅក្នុងភូមិដែលជួយគ្រួសារក្រីក្រមិត្តភាពមិនមែនជាការរាប់អានគ្នាមើលឃើញផលប្រយោជន៍អ្វីមួយនោះទេវាគឺចេញពីចិត្តមានភាពស្មោះត្រង់គ្នានឹងគ្នាចេះជួយគ្នាទៅវិញទៅមក